តើអ្វីទៅជាសតិអារម្មណ៍សតិអារម្មណ៍គឺជាកត្តានិករមួយសម្រាប់កំណត់នូវភាពជោគជ័យតើសតិអារម្មណ៍មានន័យដូចម្តេចសតិអារម្មណ៍ចេញមកពីការផ្សំចូលសម្ព័ន្ធគ្នារវាងពាក្យសតិបូកនឹងពាក្យអារម្មណ៍ដោយពាក្យសតិមានន័យថាជាការយល់ឃើញចំណែកពាក្យអារម្មណ៍មានន័យថាជាទំនោរមួយតែឆ្ពោះទៅមុខតាមរយៈចិត្តដូច្នេះសតិអារម្មណ៍មានន័យថាជាការយល់ឃើញហើយឆ្ពោះទៅរកទំនោរមួយតាមរយៈចិត្តហេតុអ្វីបានជាយើងគួរគប្បីសិក្សាស្វែងយល់ពីសតិអារម្មណ៍ដោយសតិអារម្មណ៍គឺជាកត្តានិករសម្រាប់កំណត់នូវភាពជោគជ័យរបស់មនុស្សដែលមនុស្សនិករហេតុដូច្នេះហើយទើបកាលណាមនុស្សនិករណាម្នាក់ចង់ទទួលបានភាពជោគជ័យគឺចាំបាច់ត្រូវតែសិក្សាស្វែងយល់ឲ្យច្បាស់ពីសតិអារម្មណ៍សតិអារម្មណ៍គឺជាឫសគល់ចម្បងនៃបញ្ហាហើយបើយើងចង់ជំរះឫសគល់ចម្បងនៃបញ្ហាគឺយើងត្រូវតែសិក្សានិងយល់ឲ្យច្បាស់ពីសតិអារម្មណ៍ឬទិដ្ឋភាពនៃសតិអារម្មណ៍ឧទាហរណ៍ថាប្រសិនបើបុរសម្នាក់ដើរឆ្លងកាត់ផ្លូវមួយដែលមានចរាចរណ៍កកស្ទះហើយថ្ងៃស្អែកបន្ទាប់បុរសនោះក៏ដើរលើផ្លូវដែលមានចរាចរណ៍កកស្ទះរួចថ្ងៃបន្ទាប់ទៀតគាត់ក៏នៅតែធ្វើដូចជាថ្ងៃមុនដដែលសំណួរសួរថាហេតុអ្វីបានជាបុរសនោះចង់ដើរលើផ្លូវដែលមានចរាចរណ៍កកស្ទះមមាញឹកតើគាត់មិនអាចវាងទៅផ្លូវផ្សេងឬទេចម្លើយគឺគាត់ពិតជាអាចវាងទៅផ្លូវផ្សេងបានតែបុរសនោះមិនធ្វើទេក៏ព្រោះតែសតិអារម្មណ៍របស់គាត់ចេះតែបង្ខំគាត់ឲ្យដើរទៅលើផ្លូវនោះជាដដែលហើយកាលណាគាត់មិនបានដើរលើផ្លូវនោះគាត់ចាប់មានអារម្មណ៍រសប់រសល់នៅក្នុងខ្លួនភ្លាមបាទដូចយើងធ្វើអីចឹងធ្លាប់ធ្វើអីធ្វើតែហ្នឹងអត់ពុំផ្លាស់ប្ដូរដល់អញ្ចឹងទៅវាធ្វើឲ្យយើងនឹងបងខាតក៏មានដែរបាទអញ្ចឹងយើងត្រូវគិតថាយើងគួរផ្លាស់ប្ដូរឬមិនគួរផ្លាស់ប្ដូរយើងកុំធ្វើអីដដែលនេះហើយគឺសតិអារម្មណ៍ហើយអត្តសញ្ញាណនៃសតិអារម្មណ៍គឺជាការចាប់បង្ខំឲ្យធ្វើនៅរឿងដែលបុគ្គលនោះមិនចង់ធ្វើសោះដូច្នេះសតិអារម្មណ៍គឺប្រៀបបានទៅនឹងប្រព័ន្ធមួយដែលមានលក្ខណៈចាប់បង្ខំឲ្យបុគ្គលធ្វើនៅរឿងដែលមិនចង់ធ្វើឬក៏ចង់ធ្វើតែមិនមែនចេញមកពីការត្រេះរិះសោះតើអ្វីទៅជាសតិអារម្មណ៍តើសតិអារម្មណ៍មានន័យដូចម្តេច